Bonjour à toutes et à tous. Maintenant, on va continuer la deuxième partie de notre cours qui se concentre sur les notions et la théorie du droit. Et en même temps, on va travailler sur les terminologies, sur les termes juridiques. Bon, pour le cours, on a 5 fiches. La fiche 1, c'est la charge de la preuve. Alors, qu'est-ce que la charge de la preuve? Définition. La charge de la preuve désigne l'obligation pour une partie de démontrer les faits qu'elle avance. Bien, charge de la preuve បន្ទុកភស្តុតាង Pardon. បន្ទុកភស្តុតាង Ok,បន្ទុកភស្តុតាង charge de la preuve និយមន័យ définition. Ça va? Maintenant, ok. អញ្ចឹងនិយមន័យវាបន្ទុកភស្តុតាងសំដៅដល់កាតព្វកិច្ចសម្រាប់ភាគីមួយក្នុងការបង្ហាញអង្គហេតុដែលខ្លួនបានអះអាងបានលើកឡើង Dans le système de droit français, l'article c'est l'article 1353 du Code civil, alinéa 1. Ici, c'est alinéa. Vous connaissez alinéa, verbe លក្ខខណ្ឌ alinéa. Verbe លក្ខខណ្ឌ verbe លក្ខខណ្ឌ alinéa verbe លក្ខខណ្ឌ សំទោសនេះវាយជាបារាំងវាអត់ទាន់ឲ្យ set key អត់ទាន់បាន verbe លក្ខខណ្ឌ អូខេ alinéa. Bon. Alinéa 1. Dẫn l'article 1353 du Code civil, alinéa 1, prévoit que celui qui réclame l'exécution d'une obligation doit l'approuver. អ្នកដែលទាមទារឲ្យអនុវត្តនៅកាតព្វកិច្ចមួយត្រូវបង្ហាញភស្តុតាងអំពីកាតព្វកិច្ចនោះណាទាមទារអីត្រូវបង្ហាញភស្តុតាងនឹងចំណែកឯវគ្គលក្ខខណ្ឌទី2នេះចែងថាអ្នកដែលចង់ដោះស្រាយឬក៏ទូទាត់កាតព្វកិច្ចនឹងត្រូវអះអាងបញ្ជាក់ពីការបង់ប្រាក់ឬក៏ពីហេតុការណ៍មួយឬក៏ពីអង្គហេតុដែលបានបង្កើតជាការរលត់កាតព្វកិច្ចរបស់ខ្លួនអញ្ចឹងអ្នកវគ្គលក្ខខណ្ឌទី1អ្នកដែលចង់ឲ្យគេអនុវត្តកាតព្វកិច្ចហ្នឹងត្រូវបង្ហាញភស្តុតាងថាមានចំណងកាតព្វកិច្ចកើតឡើង
រវាងម្ចាស់បំណុលនិងកូនបំណុលចំណែកឯអ្នកដែលទាមទារឬអះអាងថាខ្លួនបានដោះស្រាយឬទូទាត់កាតព្វកិច្ចរួចហើយហ្នឹងត្រូវបញ្ជាក់អំពីថាតើមានលិខិតបញ្ជាក់អំពីការបង់ប្រាក់ឬបំណុលទេឬក៏បង្ហាញអំពីអង្គហេតុណាមួយដែលបញ្ជាក់ថាមានការរលត់កាតព្វកិច្ចហ្នឹងឧទាហរណ៍យើងបាញ់តាម ABA អីចឹងនៅក្នុងប្រទេសយើងអញ្ចឹងវាមាន transaction មានប្រតិបត្តិការហ្នឹងអញ្ចឹងវាបញ្ជាក់ថាយើងបានពិតជាបានបង់មែន c'est le fait qui produit l'extinction de son obligation អីចឹងបាទ application au cas pratique នេះដូចនៅក្នុងអឺរឿងរបស់យើងការ pratique នៅក្នុងផ្នែកទី1ហ្នឹងអញ្ចឹងអាឡាំងក៏ទាមទារឲ្យឡូរ៉ង់បង់ថ្លៃម៉ូតូថ្លៃទិញម៉ូតូអាឡាំងលក់ម៉ូតូឲ្យឡូរ៉ង់អញ្ចឹងអាឡាំងទាមទារឲ្យឡូរ៉ង់បង់ថ្លៃទិញម៉ូតូឲ្យគាត់អញ្ចឹងអាឡាំង doit prouver la vente de la moto អញ្ចឹងគាត់បង្ហាញមកថាមានអីដែលបញ្ជាក់ថាមានភស្តុតាង prouver មានភស្តុតាងអីដែលបញ្ជាក់ថាគាត់បានលក់ម៉ូតូហ្នឹងមានអត្ថិភាពនៃការលក់ម៉ូតូហ្នឹងបានកើតឡើងចំណែកឯឡូរ៉ង់វិញគាត់ថាគាត់បានទូទាត់រួចហើយណាគាត់បានទូទាត់រួចហើយអញ្ចឹងគាត់ឡូរ៉ង់នឹងត្រូវបង្ហាញភស្តុតាងឬបញ្ជាក់ថាមានអត្ថិភាពនៃបំណុលបានន័យថាកន្លែងនេះក្នុងរឿងរបស់យើងគឺគាត់ថាអាឡាំងនឹងជំពាក់លុយគាត់$1,600ដែលខ្ចីពីខែមុនអញ្ចឹងបញ្ជាក់អត្ថិភាពនៃបំណុលនឹងហើយដែលក្នុងរឿងរបស់យើងគឺឡូរ៉ង់ហ្នឹងគាត់បានបង្ហាញអីគេបង្ហាញ in reconnaissance in reconnaissance de dette signé à la main d'Alang អញ្ចឹងគឺលិខិតទទួលស្គាល់ការជំពាក់បំណុលដែលចុះហត្ថលេខាដោយអាឡាំងផ្ទាល់ដៃខ្លួនឯងហើយមួយទៀតគាត់ថាគាត់ទាមទារថាឲ្យរលត់កាតព្វកិច្ចរបស់គាត់ទៅដោយទូទាត់ណាប្រាក់ដែលអាឡាំងបានខ្ចីគាត់នឹងជាមួយនឹងតម្លៃម៉ូតូអញ្ចឹងអាឡាំងបានខ្ចីប្រាក់ពីឡូរ៉ង់ហ្នឹង$1,600អញ្ចឹងវាជាបំណុលអញ្ចឹងហើយអាឡាំងបានលក់ម៉ូតូឲ្យឡូរ៉ង់$1,600ដូចគ្នាអញ្ចឹងទូទាត់គ្នាទៅ faire la compensation ណា le mécanisme de la compensation ឲ្យអនុវត្តយន្តការទូទាត់ហ្នឹងទៅគឺបានរួចបំណុលដែរ